សត្វដែលមានប្រយោជន៍ដែលអាចជួយឲ្យការផ្សំកេសររបស់រុក្ខជាតិនឹងបានល្អបាទគឺមានសត្វពពួកមេកឡង់ពពួកនេះអម៉ាល់បាទអម៉ាល់ក៏ដោយស្រាំងក៏ដោយបាទគឺប្រភេទស្រាំងដែលតិចយើងណាបាទអម៉ាល់ធំធំនេះណាបាទនេះច្រើនមែនទែនបាទពេញដើមពទ្រាតែម្ដងបាទហ្នឹងហើយវាជាសត្វល្អិតដែលមានប្រយោជន៍ដែលជួយផ្សំកេសរដើម្បីឲ្យរុក្ខជាតិរបស់យើងនឹងជាប់កាន់ក្តឹបកាន់ផ្លែបានល្អណាបាទអញ្ចឹងឃើញថាព្រឹកនេះបាទច្រើនមែនទែនបាទគ្រប់ដើមទាំងអស់គឺមានពពួកអដែងមេបាទកឡង់ផងហើយអម៉ាល់អាធំធំបងប្អូនបាទនេះឃើញទេអម៉ាល់ធំធំហ្នឹងហើយនោះខាងលើនោះបាទអញ្ចឹងពពួកអម៉ាល់ក៏ដោយបាទហើយទាំងមានទាំងឃ្មុំទៀតបងប្អូនបាទឃ្មុំក៏ជាដែលសត្វដែលជួយជាមួយនឹងការផ្សំកេសរហ្នឹងល្អដែរបាទហ្នឹងហើយមានឃ្មុំបាទមានឃ្មុំនេះឃ្មុំបាទហើយមេអម៉ាល់បាទមានច្រើនមែនតើបាទធំធំបាទអញ្ចឹងសត្វល្អិតទាំងអស់នេះជួយធ្វើឲ្យពពួកមិនថាពទ្រាទេបាទប្រភេទដែលឈើហូបផ្លែញីរួមទាំងអស់ហ្នឹងឯងបាទជួយផ្សំកេសរវាដើម្បីឲ្យវាកាន់ក្តឹបកាន់ផ្កាបានល្អអញ្ចឹងណាបាទហ្នឹងហើយដើមពទ្រានេះបាទរៀងអត់សូវល្អបន្តិចដើមនេះប៉ុន្តែគាត់ថាវាកាន់ក្តឹបហ្នឹងច្រើនដែរហើយបាទនេះកាន់ក្តឹបបាទកាន់ក្តឹបហើយមានមកជាបន្តបន្ទាប់ទៀតបាទនេះបាទហ្នឹងហើយព្រឹកនេះឃើញថាវាច្រើនមែនតើសម្រាប់មេអម៉ាល់បាទអានេះបើយើងចាប់វាបាទច្បាស់ហើយបាទអាចជាគ្រុនបើច្រើនអាចរហូតដល់បាត់បង់ជីវិតក៏បានដែរក៏ថាបានដែរបាទហ្នឹងហើយសត្វនេះខ្ញុំធ្លាប់តិចកាលពីនៅតូចតិចយំ3ថ្ងៃហ្នឹងហើយប៉ុន្តែថ្ងៃនេះឃើញច្រើនមែនតើវាមកបឺតជាមួយនឹងទឹកលំអងរបស់ផ្កាពទ្រាណាបាទអញ្ចឹងគ្រប់សត្វដែលមានប្រយោជន៍គឺវាមកបែបហ្នឹងបាទហើយវាជួយផ្សំកេសរពីផ្កាមួយទៅផ្កាមួយដើម្បីឲ្យវាកាន់ក្តឹបកាន់ផ្លែណាបាទហ្នឹងហើយច្រើនមែនតើបាទថ្ងៃនេះបាទសត្វទាំងអស់នេះបើយើងបាញ់សម្លាប់វាខាតពេញបាទវាអត់បានជួយធ្វើគេហៅថាចម្លងកេសរញីកេសរឈ្មោលអញ្ចឹងណាបាទហ្នឹងហើយដែលសត្វដែលគេហៅថាសត្វចង្រៃវិញបាទគឺសត្វស្រាំងកាមវិញបងប្អូនបាទស្រាំងកាមហ្នឹងគឺវាអត់ឬក៏រួយពណ៌លឿងហ្នឹងវាអត់បានមកជួយអីទេបាទវាអត់បានមកជួយអីទេវាទៅជាមកបំផ្លាញវិញណាបាទវាមកបំផ្លាញវិញបាទអញ្ចឹងយើងអាចប្រើវិធីសាស្ត្រដាក់ជាធ្នាក់វិញបាទនេះដាក់ជាធ្នាក់អញ្ចឹងធ្នាក់នេះបាទនេះនៅខាងក្រោមនេះសិតតែវាងាប់ក្រែដែរហើយថ្ងៃនេះអត់ទាន់បានដាក់ស្លឹកម្រះព្រៅថែមបាទនេះនៅខាងក្នុងនេះមានអត់ទាន់ងាប់ខ្លះងាប់ហ្នឹងហើយអញ្ចឹងសត្វល្អិតវាមានប្រយោជន៍និងអត់ប្រយោជន៍សត្វអត់ប្រយោជន៍គឺសត្វពពួកស្រាំងកាមនឹងឯងបាទស្រាំងកាមជាមួយមេអំបៅបើសិនជាវាធ្វើការស្រូបយកជាមួយសារធាតុចិញ្ចឹមនៅតាមផ្កាវាមានប្រយោជន៍នៅពេលហ្នឹងប៉ុន្តែវាអត់ប្រយោជន៍នៅពេលដែលវាចោះជាមួយនឹងផ្លែដែរអញ្ចឹងណាពពួកមេអំបៅធំកុំឲ្យឃើញថាអូមេអំបៅហើពេញចកាអីសប្បាយចិត្តហើយហើយសប្បាយឃើញអញ្ចឹងណាបាទប្រហែលថ្ងៃក្រោយមកឃើញសិតតកើហ្នឹងហើយបាទនេះពទ្រា3រសជាតិបាទចាប់ផ្ដើមផ្កាច្រើនហើយបាទនេះពទ្រាប៉មបាទពទ្រាប៉មពទ្រានេះពូជផ្លែធំ6 1គីឡូ5គីឡូពេលធំដល់កំណត់វាណាបាទហ្នឹងហើយថ្ងៃនេះឃើញមេអំបៅច្រើនមេអម៉ាល់ច្រើនបាទហើយមកថតបន្តិចដោយសារវាធ្វើសកម្មភាពច្រើនណាហ្នឹងវាជាកម្លាំងពលកម្មមួយចម្លងដែលយើងមិនបាច់ចាំធ្វើខ្លួនឯងណាបាទហ្នឹងហើយមេអំបៅឃ្មុំកឡង់ច្រើនមែនតើដោយសារពទ្រាយើងវាពេញជាមួយនឹងការរិចជាមួយនឹងផ្កាអញ្ចឹងណាបាទពួកអីពទ្រាយើងចាប់ផ្ដើមក្នុងខែ8ខែ9នេះគឺចាប់ផ្ដើមចេញក្តឹបហើយបងប្អូនបាទនេះចាប់ផ្ដើមចេញក្តឹបមកច្រើនហើយបាទប្រហែលជាមួយខែទៀតនឹងឃើញក្តឹបព្រាតបាទហ្នឹងហើយ